បាទសួស្តីពុកម៉ែបងប្អូនអរគ្នាសូមពុកម៉ែបងប្អូនអរគ្នាទស្សនានៅរាល់ទង្វើនិងសកម្មភាពរបស់ក្រុមជាងទាំងនេះហ៎បងប្អូនខ្ញុំព្រួយបារម្ភចំពោះការប្រព្រឹត្តរបស់គាត់ធ្វើការទៅត្រូវបានប្រហែលជាអាចនឹងម្ចាស់ការដ្ឋានគាត់អត់បានបើកលុយឲ្យគាត់អញ្ចឹងណាបងប្អូនហើយនៅពេលនោះគាត់ប្រើកំហឹងគាត់វាយកំទេចកំទីរបស់របរជាធម្មតាទេបងប្អូនព្រោះប្រទេសរបស់យើងមានច្បាប់អញ្ចឹងអ្វីដែលខ្ញុំបារម្ភចំពោះក្រមជាងទាំងនោះខ្ញុំគិតថាតែងលោកគាត់ទៅត្រឡប់ទៅផ្ទះបានមួយអាទិត្យពីរអាទិត្យទៅត្រូវជាប់បណ្ដឹងពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃអីគាត់អាចមានទោសមានតនអីអញ្ចឹងណាបងប្អូនអញ្ចឹងបើទោះជាទោះខុសត្រង់ណាអីយើងត្រូវរកច្បាប់រកទម្លាប់ព្រោះប្រទេសយើងមានច្បាប់មានទម្លាប់អញ្ចឹងណាហ្នឹងហើយសូមអរគុណបងប្អូនអរគ្នាសូមទស្សនាវីដេអូរបស់គាត់ទាំងអស់គ្នាបងប្អូនបាទសួស្តីបងប្អូនទាំងអស់គ្នានេះសកម្មភាពធ្វើការបានលុយណាបាទធ្វើការបានលុយនេះអត់បើកលុយទេនេះបាទនេះកាត់មួយទៀតខ្ញុំទុំឈប់មិញណាខ្ញុំដល់ទៅហឹមដល់គ្នាធ្វើការចង់ងាប់ណាមិនបើកលុយឲ្យណាន់តិចបាទមើលនោះបងលើនេះកតាំងតកតាដេកអីចង់លុយឲ្យនេះឬចោលអស់លីងនេះបើប្រូនេះវិញណាពងគួយចិត្តនឹងស្នេហាដល់ពេលអញ្ចឹងទៅមានកម្លាំងខ្លាំងខឹងទម្លាក់កំហឹងលើដើមតសនេះណាមួយក៏បើកលុយចំគ្នាមុំសេតគ្រប់យ៉ាងដល់គាត់